នៅពេលដែលបានទស្សនានៅคลิปវីដេអូនឹងហើយគឺពិតជាមានអារម្មណ៍ថាខ្លោចចិត្តមានអារម្មណ៍ថាសង្វេគមែនតើពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំមិនដឹងថាហេតុអ្វីទើបកញ្ញានៅក្នុងវីដេអូហ្នឹងព្រមទាំងអ្នកថតវីដេអូហ្នឹងផងដែរហេតុអ្វីក៏ខំប្រឹងម្លេះហេតុអ្វីក៏ស្រឡាញ់អារបស់ទាំងអស់ហ្នឹងម្លេះនិយាយទៅកន្លងមកធ្លាប់មានអ្នកបាត់បង់ជីវិតហើយគឺដោយសារតែពួកគេសាប់គប់នឹងប្រើប្រាស់របស់ទាំងអស់ហ្នឹងញឹកញាប់ពេកបងប្អូនហើយខ្ញុំសម្រាប់ខ្ញុំជាអ្នកដតីខ្ញុំឃើញវីដេអូហ្នឹងហើយខ្ញុំមានអារម្មណ៍ថាសង្វេគមែនតើចុះទៅដល់អាណាព្យាបាលរបស់កញ្ញាទាំងអស់ក្នុងវីដេអូហ្នឹងនៅពេលដែលពួកគាត់បានឃើញវីដេអូហ្នឹងតើអារម្មណ៍ពួកគាត់នេះបងប្អូនផេះធុងយ៉ាងណាទៅអារម្មណ៍អាណាព្យាបាលនៅពេលដែលឃើញកូនរបស់គាត់ប្រព្រឹត្តនៅទង្វើបែបហ្នឹងបងប្អូនអរគ្នានិយាយទៅគឺសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានតែផ្ដាំផ្ញើទៅកញ្ញានិងអ្នកថតវីដេអូហ្នឹងទេអ្នកដែលកាន់កាមេរ៉ាទូរស័ព្ទហ្នឹងទេបើសិនជាស្រឡាញ់ណាស់បើសិនជាមិនអាចអញ្ចឹងថាផ្ដាច់ពួកអានឹងបានទេគួរណាកុំមកថតវីដេអូមកបង្ហោះតាមសាធារណៈបែបហ្នឹងអីវាគឺជាគំរូមួយដ៏អាក្រក់មែនតើទៅដល់ក្មេងៗដទៃទៀតនៅពេលដែលគេឃើញពួកអ្នកទាំងអស់គ្នាប្រព្រឹត្តនៅទង្វើបែបហ្នឹងបងប្អូនហើយខ្ញុំសូមប្រាំផ្ញើថារបស់ទាំងអស់ហ្នឹងវាអត់មានជួយអីជុំឆែកអនាគតយើងទេវាមានតែបំផ្លាញអនាគតយើងវាមានតែធ្វើឲ្យយើងអាចនឹងបាត់បង់ជីវិតបានបើសិនជាយើងនៅតែសាយគប់អារបស់ទាំងអស់ហ្នឹង